សួស្តីទាំងអស់គ្នាតោះយើងមកធ្វើលំហាត់លេខ5នេះគេឲ្យនៅក្នុងតម្រុយអូតូណាមេគេមានបន្ទាត់ d y ស្មើ 2x បូក3និង d' y ស្មើនឹង ax បូក1គេឲ្យរកតម្លៃ a ដើម្បីឲ្យ d កែង d' រួចសងបន្ទាត់ទាំងពីរនេះអញ្ចឹងទី1នេះគឺយើងរក a សិនលេខ1រក a ចឹងd កែង d' លុះត្រាតែមេគុណបន្ទាត់ទាំងពីរហ្នឹងគុណចូលគ្នាស្មើដក1អញ្ចឹងមេគុណបន្ទាត់ d នេះគឺ2មេគុណបន្ទាត់នេះគឺ a អញ្ចឹងa គុណឲ្យយកនេះគុណឲ្យ2នេះស្មើដក1អញ្ចឹងយើងទាញរក a នាំឲ្យ a ស្មើឲ្យដក1ភាគ2អញ្ចឹងយើងឃើញ a 1ហើយអញ្ចឹងចម្លើយវាបន្តមកទៀតយើងសង់បន្ទាត់ទាំងពីរអញ្ចឹងបន្ទាត់ d សមីការវាគឺ y ស្មើនឹង 2x បូក3ជាយើងឲ្យតារាងម្លាយលេខវា x នេះ y x ស្មើ0 y ស្មើ3បើឲ្យ y ស្មើ0វិញបោះ3ទៅខាងនោះ y ស្មើ0កន្លែងនេះ0បោះ3ទៅខាងនោះដក3លើ2ដក3លើ2សមីការ d' វិញគឺ y គឺស្មើឲ្យ a នេះយើងរកឃើញហើយដក1ភាគ2ដក1ភាគ 2x បូកឲ្យ1អញ្ចឹងតារាងម្លាយលេខវា x y យើងឲ្យ x ស្មើ0 0គុណនេះ0 0បូក1 1អញ្ចឹង y ស្មើ1បើឲ្យ y ស្មើ0កន្លែងនេះ0យើងបោះ1ទៅខាងនោះដក1ហើយបោះ2ទៅនោះចែកនេះបោះ1ទៅខាងនោះដក1ហើយបោះ2ទៅនោះបានដក2បោះ1ទៅនោះចែកអញ្ចឹងដក2លើដក1ស្មើនឹង2ចឹង2យក1ទៅខាងឆ្វេងមកដក1អាដកខាងនេះដកសម្រួលទៅអស់ហើយបោះ2ទៅនោះ2គុណ1បាន2ចឹង x ស្មើ2អញ្ចឹងយើងសង់តារាងម្លាយសង់បន្ទាត់ទាំងពីរហ្នឹងមកអានេះy ស្មើ1 y ស្មើ3អញ្ចឹងយើងចាប់ដើមសង់មកអញ្ចឹងយើងដាក់មក x' x អានេះ y' y អញ្ចឹងx ស្មើ0 y ស្មើដកមក3នេះ1យើងប្រើកន្លះ1ក៏បានដែរនេះ1 2 1 2 3នៅនេះចឹងឡើយនេះ3ហើយពេល x ស្មើ y ស្មើ0 x ស្មើដក3លើ2ដក3ចែក2អាន1កន្លះចឹងកន្លែងនេះ1 នេះ2 1កន្លះកន្លែងនេះ1កន្លះជួបគ្នាជាមួយនឹង1កន្លះកន្លែងហ្នឹងតែម្ដងចឹងកាត់1 3កន្លែង3នេះចឹងយើងគូបជាប់មកសមីការនេះវិញគឺ0 y ស្មើ1នៅនេះហើយមួយទៀត y ស្មើ0 x ស្មើ2អញ្ចឹង2អញ្ចឹងអានេះy នេះ1អញ្ចឹងy នេះ2 1នេះ2យើងគូកាត់1ហ្នឹង
ចឹងបន្ទាត់នេះគឺអានេះ y គឺស្មើនឹងដក 1/2x បូក 1 បាទសមីការនេះវិញគឺ y គឺស្មើឲ្យ 2x បូក 3 យើងចូលតង់ខទី2ហើយទី1ទី2គេឲ្យបន្ទាត់ទាំងពីរកាត់នេះត្រង់ B គណនាគូអនៃចំណុច B អញ្ចឹងរកគូអដល់នៃចំណុច B អញ្ចឹងគូអនៃចំណុច B បន្ទាត់ទាំងពីរកាត់នេះត្រង់ B អញ្ចឹងកន្លែងនេះកន្លែងកាត់នេះគឺជាចម្លើយរបស់ប្រព័ន្ធសមីការទាំងពីរហ្នឹងអញ្ចឹងយើងដាក់ប្រព័ន្ធទាំងពីរហ្នឹងមកសមីការទី1គឺ y ស្មើនឹង 2x បូក 3 សមីការទី2 y គឺស្មើឲ្យនេះដក 1/2 ដក 1/2x បូក 1 អញ្ចឹងនេះសមីការ1នេះសមីការ2ឥឡូវយើងធ្វើតាមវិធីចំនួនយកអាកន្លែងនេះ y ហ្នឹង y ស្មើប៉ុណ្ណឹងយកដាក់កន្លែង y នេះយក1ចំនួន2យក y ស្មើនឹង 2x បូក 3 នឹងចំនួនក្នុងសមីការ2អញ្ចឹងសមីការ2វាខ្លាយទៅជាដាក់កន្លែង y នេះដាក់ថា 2x បូក 3 2x បូក 3 ស្មើឲ្យដក 1/2x បូក 1 ចឹងយើងបោះដក 1/2 ទៅខាងនោះ 2x បោះដកទៅនោះបូកវិញបូក 1/2x ស្មើឲ្យ1ដកឲ្យ 3 ចឹង1ដក 3 នៅសល់ដក 2 អានេះវាយើងប្រើភាពបែងមកភាពបែងវានេះយើងដាក់នេះគុណបកក្រោមភាពបែងវា1គុណ2មក2ឥឡូវ 4x បូក 1/2x ដែរចឹងនេះ 4x បូក 1x បាន 5x 5x លើ 2 ស្មើដក 2 បោះ 2 ទៅខាងនោះមក 5x ស្មើនឹងដក 4 ចឹង x ស្មើឲ្យដក 4 លើ 5 យើងយកវាចំនួនក្នុងសមីការ1មកចឹងសមីការ1 y ស្មើឲ្យនេះ2គុណឲ្យដក 4 លើ 5 បូក 3 ចឹងស្មើឲ្យ 8 លើ 5 បូកឲ្យយើងប្រើភាពបែងដែរមក 3 នេះប្រើភាពបែងមក 3 គុណឲ្យ 5 បាន 5 ឥឡូវ 15 ចឹងស្មើឲ្យយក 15 ដក 8 10 ដក 8 សល់ 2 b 5 7 លើ 5 ចឹង 7 លើ 5 ចឹងយើងបានចម្លើយហើយដូចនេះB មានគូអនេគឺ x នេះ x 4 លើ 5 ដក 4 លើ 5 ហើយនឹង 7 លើ 5 ចូលដល់ទី 3 រកសមីការបន្ទាត់ delta បន្ទាត់ delta ស្របនឹង D កាត់តែចំណុច A អញ្ចឹងបន្ទាត់ delta គឺសមីការវាមានរាង y
ស្មើឲ្យលើកមុនស្វ័យកម្មមុន a អញ្ចឹងយើងលើកតាំងដាក់ a' á a' កតាឲ្យវាកាត់ចំណុច a x ដក x a បូកឲ្យ y a អញ្ចឹងបន្ទាត់ពីរនឹងស្របគ្នាដោយបន្ទាត់ delta ស្របជាមួយនឹងបន្ទាត់ d អញ្ចឹងនាំឲ្យ a' ស្មើនឹង d បន្ទាត់ d ហ្នឹងនេះ a' ស្មើ 2 ស្មើ 2 អញ្ចឹងបន្ទាត់ delta យើងជំនួសមក y ស្មើនឹង 2 កតាឲ្យ a ហ្នឹងឃើញ 2 a' ឃើញ 2 ហើយ 2 កតាឲ្យ x ដកឲ្យ xa គឺ 2 បូកឲ្យ ya 4 អញ្ចឹងបន្ទាត់ delta y គឺស្មើឲ្យ 2 គុណ x 2x 2 ដង 4 ដក 4 បូក 4 អញ្ចឹងបន្ទាត់ delta គឺ y គឺស្មើឲ្យ 2x អានេះដក 4 បូក 4 អស់ហើយអញ្ចឹងយើងរកឃើញចម្លើយប៉ុណ្ណឹង